ការប្រើប្រាស់ tool cut road សម្រាប់កាត់ចំណីផ្លូវនិងបង្កើតអផ្លូវសងខាងដោយស្វ័យប្រវត្តិដោយយើងគ្រាន់តែបញ្ចូលនៅទំហំផ្លូវឬក៏ចំណីផ្លូវដែលយើងចង់កាត់ tool នេះវានឹងធ្វើការតម្រឹមឬក៏កាត់ចំណីផ្លូវនោះដោយស្វ័យប្រវត្តិថែមទាំងបង្កើតអផ្លូវឲ្យយើងដើម្បីងាយស្រួលធ្វើការអញ្ចឹង tool នេះគឺល្អមែនទែនសម្រាប់ការងារភូមិបាលជំរាបសួរនិងសូមស្វាគមន៍ទៅដល់បងប្អូននិងសិស្សនិស្សិតទាំងអស់គ្នាមកកាន់ Jack Learning ថ្ងៃនេះដែរខ្ញុំបាទ admin Sinat នឹងលើកយក tip មួយទាក់ទងនឹងការកាត់ចំណីផ្លូវដែលនៅក្នុង tip នេះគឺយើងសិក្សាអំពី tool នៅក្នុងមេរៀនមុនប្រហែលជាបងប្អូនចេះហើយទាក់ទងនឹងការកាត់ចំណីផ្លូវប៉ុន្តែវាមានភាពផលលំបាកជាច្រើនសម្រាប់ធ្វើការកាត់ចំណីផ្លូវអញ្ចឹងថ្ងៃនេះJack Learning បាននាំនៅ tool មួយដែលមានឈ្មោះថា cut road សម្រាប់ធ្វើការកាត់ចំណីផ្លូវយ៉ាងងាយស្រួលទៅតាមតម្រូវការរបស់សិស្សានុសិស្សនិងបងប្អូនទាំងអស់គ្នាអញ្ចឹង tool នេះដែរគឺមានឈ្មោះថា cut road ដែលជា created tool ដែលបង្កើតឡើងដោយ Jack Learning អញ្ចឹងដើម្បីយើងចូលទៅអនុវត្ត tool នេះទាំងអស់គ្នាយើងមកយល់ពី concept នៃ tip នេះទាំងអស់គ្នាតិចសិនអញ្ចឹងនៅក្នុងចំណុចនេះគឺខ្ញុំមាន layer 2ទី1គឺ road ទី1គឺ road layer road យើងត្រូវតែមានដោយឡែក layer road នេះគឺយើងមានខ្សែផ្លូវដូចយើងបានឃើញហ្នឹងអញ្ចឹងខ្សែផ្លូវនេះខ្ញុំសន្មត់ថាវាជាទ្រូងផ្លូវអញ្ចឹងកាលណាវាជាទ្រូងផ្លូវយើងត្រូវធ្វើការកាត់ offset វាសងខាងឧទាហរណ៍ថាផ្លូវនឹង10ម៉ែត្រឬក៏20ម៉ែត្រយើងអាចធ្វើការកាត់តាមហ្នឹងអញ្ចឹងយើងមាន layer របស់យើងទី2ហ្នឹងគឺ layer ក្បាលដី layer ក្បាលដីដែលមានកន្ទុយលេខ16ហ្នឹងអញ្ចឹងយើងត្រូវមាន2 layer ហ្នឹងទៅយើងធ្វើការកាត់ចំណីផ្លូវបានអញ្ចឹងដើម្បីយើងធ្វើការកាត់ចំណីផ្លូវដោយប្រើប្រាស់ tool ដែលបង្កើតឡើងដោយ Jack Learning ហ្នឹងគឺខ្ញុំចូលទៅក្នុង view catalog panel ខ្ញុំចូលមកក្នុង folder របស់ Jack Learning មកដែលមានឈ្មោះ tool មួយដែលមានឈ្មោះថា cut road អញ្ចឹងយើងដាក់មក click មកអញ្ចឹងសូមបញ្ជាក់ថា tool នេះគឺយើងមាន license ហើយយើងនឹងផ្ដល់ជូន free ទេសម្រាប់សិស្សសានុសិស្សដែលរៀនជាមួយនឹង Jack Learning អូខេអញ្ចឹងនៅក្នុងtool license នេះទី1គឺយើងត្រូវបញ្ចូលនៅ land parcel របស់ខ្ញុំគឺមានកន្ទុយលេខ16អញ្ចឹងយើងបញ្ចូល land parcel នឹងចូលមួយមកទី2គឺ layer របស់ road មានន័យថា layer របស់ផ្លូវខ្ញុំបញ្ចូលមកចាំមានន័យថា road ដែលបងប្អូនកំពុងតែឃើញនេះគឺជាអីគេគឺជាទ្រូងផ្លូវកណ្ដាលអញ្ចឹងយើងត្រូវមានផ្លូវសងខាងទៀតអញ្ចឹងយើងនឹងធ្វើការកាត់ទៅតាម road នេះអញ្ចឹងក្នុង concept នៃការប្រើប្រាស់ tool នេះឧទាហរណ៍ថានៅក្នុង buffer នេះខ្ញុំ select យកខ្សែ road ណាមួយឧទាហរណ៍ថា road នេះមួយចាអញ្ចឹងវានឹង select មក record បើយើងគិតថាខ្សែផ្លូវមួយនេះមានទំហំប្រវែងប្រមាណម៉ែត្រយើងបញ្ចូលនៅចំនួននេះឧទាហរណ៍ថាខ្សែផ្លូវ10ម៉ែត្រអញ្ចឹងខ្ញុំដាក់5ម៉ែត្រហេតុអីបាន10ម៉ែត្រជាងដាក់5ម៉ែត្រដោយសារវា offset សងខាងវាកាត់ឲ្យយើងសងខាង5ម៉ែត្រសងខាងអញ្ចឹងស្មើនឹង10ឧទាហរណ៍ថាផ្លូវ20ម៉ែត្រយើងដាក់អានេះ10អញ្ចឹងវាកាត់មកខាងឆ្វេង10ខាងស្ដាំ10អញ្ចឹងវានឹងកាត់ឲ្យយើងអូតូតែម្ដងអញ្ចឹងឧទាហរណ៍ថាយើង select ទៅលើខ្សែផ្លូវណាមួយទៀតដែលមានខ្សែផ្លូវដូចជា20ម៉ែត្រដូចគ្នាឧទាហរណ៍ថាខ្សែផ្លូវនេះមួយទៀត20ម៉ែត្រអញ្ចឹងខ្ញុំមាន2ខ្សែផ្លូវហ្នឹងដែលមានប្រវែង20ម៉ែត្រដូចគ្នាអញ្ចឹងយើងអាច select វាទាំងពីរអញ្ចឹងចូលបានអញ្ចឹងបន្ទាប់មកយើងត្រូវបញ្ចូល license key នៅត្រង់កន្លែងនេះទើបយើងអាចប្រើប្រាស់ tool បានបើសិនជាយើងអត់បញ្ចូល license key ទេគឺវាអត់ដំណើរការទេអញ្ចឹងខ្ញុំមាន license key នេះសម្រាប់ key ដែលយើងនឹងធ្វើការ activate ទៅលើ tool នេះអញ្ចឹងខ្ញុំធ្វើការ check run អញ្ចឹងមានន័យថា layer road 2ដែលយើងបាន select នេះវានឹងធ្វើការ offset សងខាង10ម៉ែត្រសងខាងវាស្មើនឹង20ហើយវានឹងធ្វើការកាត់ឲ្យយើងអូតូតែម្ដងអញ្ចឹងខ្ញុំចេញរ៉ានមកអូខេយើងរងចាំតិចមកtoolនេះកំពុងតែដំណើរការអូខេវាធ្វើការ complete អញ្ចឹងពេលដែលយើង complete យើងឃើញថាវាបានបង្កើតខ្សែផ្លូវឲ្យខ្ញុំមួយនៅក្រោមកន្លែងនេះឃើញទេ
បើតើបងយើងមានតែមួយឥឡូវវាបង្កើតខ្សែផ្លូវសងខាងនេះគឺ10ម៉ែត្រស្មើទេអញ្ចឹងដីត្រង់ណាដែលចូល10ម៉ែត្រគឺវាកាត់បើអត់ដល់10ម៉ែត្រគឺវាអត់កាត់ទេដូចជាក់ស្ដែងនៅខាងផ្នែកនេះឃើញទេត្រង់កន្លែងខ្សែផ្លូវនេះមានន័យថាខ្សែផ្លូវដែលយើង select នេះវាស្មើនឹងផ្លូវទ្រង់ផ្លូវអានេះវាបង្កើតខ្សែផ្លូវសងខាងដែលមានទំហំ10ម៉ែត្រសងខាងហើយវាជា polygon មានសំទោសវាមិនមែនជា polygon ទេវាជា buffer អញ្ចឹងវាបិទចិត្តបែបនេះយេវាបិទចិត្តអញ្ចឹងអាហ្នឹងយើងអាច modify វាតាមក្រោយទៀតបានយើងមិនចាំបាច់ខ្វាច់ខ្វល់វាទេតែ like អានេះដូចគ្នាណាឃើញវាបង្កើតទេវាបិទចិត្តអញ្ចឹងយើងអាចធ្វើការកាត់ឬក៏លុបផ្លូវហ្នឹងទៅតាមតម្រូវការរបស់យើងបានណាអាស្រ័យទៅលើយើងបើយើងគិតថាយើងមិនចង់បានបិទចិត្តយើងអាច flip វាទៅយើងអាច flip road ហ្នឹងទៅយើងចុចនៅលើវាយើងយកពាក្យ edit យើងយក flip ហ្នឹងមកអូខេយើង tick road ហ្នឹងមកយើង flip មកប៉ុន្តែយើងត្រូវ select ទៅលើ road ដែលយើងចង់កាត់បើន័យថាយើងចង់កាត់ទៅ road នេះអញ្ចឹងយើង select លើ road នេះយើង clear មកហើយយើង select មកមានន័យថាវាកាត់ road នឹងដាច់នេះអាស្រ័យលើយើងណាបើក្នុងករណីយើងចង់ flip យើងធ្វើការ flip អញ្ចឹងបានដូចគ្នាណាអូខេនេះវាមាន2 layer អូខេអញ្ចឹងនៅអានេះដូចគ្នាបើយើងចង់កាត់វាដែរយើងចុចនៅលើ road ហ្នឹងមកយើង flip មកញ៉េអញ្ចឹងយើងកាត់បានណាអាហ្នឹងយើងវាបានកសាងផ្លូវនឹង10ម៉ែត្ររួចអានេះវាជាប់មួយខ្សែផ្លូវនេះខ្សែផ្លូវអ្វីនេះអញ្ចឹងយើង select លុប32នឹងចោលតើគេអានេះវាខ្សែផ្លូវផ្សេងមួយទៀតឃើញទេបើយើងចង់ slip ទៅនឹងទៀតចាំយើងផ្ដាច់តាមនឹងទៀតជាក់ស្ដែងតោះឥឡូវយើងឧទាហរណ៍ថាយើងធ្វើការលើចំណុចនេះមួយទៀតខ្សែផ្លូវនេះគឺ10ម៉ែត្រអញ្ចឹងអានេះ10ម៉ែត្រខ្សែផ្លូវនេះក៏10ម៉ែត្រឧទាហរណ៍ពីខ្សែនេះ10ម៉ែត្រដូចគ្នាអញ្ចឹងយើងចូលទៅក្នុង tool របស់យើងដែលមានឈ្មោះ cut road ហ្នឹងយើងអានេះយើងកែ modify ហើយយើង save មកយើងជ្រើសរើសយក layer របស់យើងដដែលបន្ទាប់មកយើងយក layer road របស់យើងដដែលអានេះគឺថា10ម៉ែត្រអញ្ចឹងខ្ញុំដាក់5ម៉ែត្រកន្លែងនេះយើងរើសយកជាម៉ែត្រមក license key ដដែលណាយើងបញ្ចូល license key បន្ទាប់មកខ្ញុំនឹងធ្វើការ run ខ្ញុំមាន2 record ដែល select ណាផ្លូវនេះគឺផ្លូវ10ម៉ែត្រអញ្ចឹងហើយបានខ្ញុំដាក់តម្លៃ5ម៉ែត្រវា offset សងខាង10ម៉ែត្រយើងចុច run មកអូខេវាពងដំណើរការនេះវា lock សោអូខេពេលវាដំណើរការរួចហើយយើងឃើញថា complete ហើយយើងមើលទៅលើ concept នៃការបង្កើតរបស់វាគឺវាកាត់ឲ្យយើងអូតូផ្លូវមួយនេះជាអីគេអានេះជាទ្រង់ផ្លូវសងខាង5ម៉ែត្របើយើងជឿយើងអាចវាស់ចូលទៅកាន់ map យើងយក measure មកវាស់មកឃើញទេ5ម៉ែត្រសងខាងអូខេអានេះក៏5ម៉ែត្រដែរអញ្ចឹងវាបង្កើតអូតូម៉ាទិកគឺ5ម៉ែត្រសងខាងផ្លូវតោះមកយើងអាចធ្វើការលុបបានហើយយើងចង់លុបទៅលើ road ណាខ្លះយើងអាច modify វាទៅឧទាហរណ៍ខ្ញុំចង់ផ្ដាច់road នេះត្រឹមនេះចោលទៅឬក៏ត្រឹមនេះយើងអាចចូល slip ក៏បានដែរយើង slip ត្រឹមកន្លែង road នេះមួយឧទាហរណ៍ខ្ញុំយក interactive ខ្ញុំផ្ដាច់ទៅនេះមួយទៅនេះមួយទៀតអញ្ចឹងយើងបានណាទៅនេះយើងលុបចោលទៅអូខេយើងបានកសាងផ្លូវនឹងហើយហើយនេះដូចគ្នាណាយើងចង់ផ្ដាច់យើងអាច slip វាដែរមកអូខេយើង slip ក៏បានយើង slip by attribute ក៏បានយើងប្រើធัว slip នេះក៏បានឬក៏ slip into Google Line នេះក៏បាននេះដូចគ្នា road របស់ខ្ញុំអានេះខ្ញុំធ្វើការលុបវាទៅកាត់វាទៅតាមតម្រូវការដែលយើងចង់បានអញ្ចឹងណាអូខេអញ្ចឹងខ្ញុំអាចធ្វើការងារនឹងរួចលឿនយើងអត់ចាំបាច់អីទៅអង្គុយ slip អីវែងឆ្ងាយទេយ៉ា concept នៃការប្រើប្រាស់ tool នេះគឺ easy មែនតើអញ្ចឹងយើងបានមួយ plate ហ្នឹងគឺយើងបានកាត់ដល់2ផ្លូវ4ផ្លូវផ្លូវ10ម៉ែត្រមួយនិងផ្លូវនោះមួយយើងចង់ធ្វើអីទៀតមានន័យថានៅក្នុងកន្លែងនេះបើសិនជា concept របស់ខ្ញុំមានន័យថា
នៅក្នុង tool មិនដដែលនេះបើសិនជាបងអត់ធ្វើការ select មានន័យថាយើងកាត់ road ហ្នឹងទាំងអស់មានន័យថាឥឡូវថាកន្លែងនេះខ្ញុំយក land អានេះខ្ញុំយក road ខ្ញុំដាក់មក10 ម៉ែត្រអញ្ចឹងមានន័យថាបើសិនជាយើងមិនមាន select ទៅលើ road ណាមួយបើមិនមាន select ចេះទេវាអត់មាន record កន្លែងនេះទេតើកាលណាអត់មាន record កន្លែងហ្នឹងមានន័យថាពេលដែលយើងផ្ដាច់ទៅគឺខ្សែផ្លូវទាំងអស់ហ្នឹងគឺវាកាត់ចាត់ទុកថាគឺយើងកាត់ចំណីផ្លូវ20 ម៉ែត្រទាំងអស់ដោយសារនេះយើងដាក់10 ម៉ែត្រសងខាងហ្នឹងឧទាហរណ៍ឥឡូវឧទាហរណ៍ថាខ្ញុំដាក់15 ម៉ែត្រចាខ្ញុំឧទាហរណ៍ណាអញ្ចឹងខ្ញុំអត់មាន select ទៅលើ road ណាមួយទេអញ្ចឹងមានន័យថាវាចាត់ទុកថាខ្សែផ្លូវទាំងអស់ហ្នឹងគឺជាខ្សែផ្លូវដែលមានប្រវែងម៉ានប្រវែង30 ម៉ែត្រដោយសារយើងដាក់15 ម៉ែត្រអញ្ចឹងអានេះយើងអាចធ្វើការអានេះខ្ញុំអត់ប្រើទេឧទាហរណ៍នេះខ្ញុំអត់ប្រើទេឬក៏លុបអីតាមហ្នឹងទៅណាតែឥឡូវយើងចុច run មកបញ្ចូល license key មួយសិនអូខេអូខេ complete ហើយអញ្ចឹងវាសន្មតថាផ្លូវរបស់យើងទាំងអស់ហ្នឹងគឺ30 ម៉ែត្រទាំងអស់ផ្លូវណាក៏30 ម៉ែត្រដែរតែសារយើងអត់ select ឃើញទេអញ្ចឹងគឺ30 ម៉ែត្រទាំងអស់អញ្ចឹងពេលដែលយើងបានប៉ុណ្ណឹងហើយយើងកាត់ផ្លូវរបស់យើងរួចរាល់ស្អាតចេះហើយយើងសេរីសរងខ្សែផ្លូវរបស់យើងមកមានន័យថាឥឡូវយើងសេរីសរងបែបម៉េចណាដែលយើងចង់លុបយើងលុបមកឧទាហរណ៍ចំណុចនេះជាផ្លូវឬក៏ទ្រង់ផ្លូវអីយើងអាចធ្វើការលុប select លើវាលុបចោលដែរខ្ញុំឧទាហរណ៍ណាអូខេអានេះអីយើងចង់លុបក៏លុបទៅយើងចង់ទុកក៏ទុកទៅអានេះអីផ្លូវរបស់យើងជាប់វាមានជាប់តន័យចាស់ខ្លះហើយខ្លះអញ្ចឹងណាអូខេនេះវាកាត់ឲ្យយើងដាច់អូខេយើងអាចមើល modify វាបន្ថែមទៀតអាស្រ័យលើយើងដូចកន្លែងនេះអីឃើញទេស្អាតអានេះខ្ញុំឧទាហរណ៍វាមានផ្នែកមួយក៏វាចាត់ទុកថាជាផ្លូវ30 ម៉ែត្រដែរដល់យើងបញ្ជាក់បានថាធ្វើម៉េចបានយើងដឹងថាវា30 ម៉ែត្រដែលយើងបញ្ចូលមិញហ្នឹងនេះប្រវែងយើងវាស់នេះមើលមកអូខេ30 ម៉ែត្រអញ្ចឹងចន្លោះណាក៏30 ម៉ែត្រដែរដោយសារយើងយើងអត់នេះវាមានន័យថាអានេះអត់មាន road ទេនេះ road របស់យើងមិញនេះឃើញទេដោយសារយើងអត់បាន select ទៅកាន់ខ្សែណាមួយអញ្ចឹងវាសន្មតថាខ្សែទាំងអស់ហ្នឹងគឺ30 ម៉ែត្រទាំងអស់អញ្ចឹងបើយើងគិតថាយើង specific ទៅលើខ្សែផ្លូវនីមួយដែលមានខ្លះ10 ម៉ែត្រខ្លះ20 ម៉ែត្រយើងត្រូវ select ទៅលើ road ហ្នឹងអញ្ចឹងនេះ concept នៃការប្រើប្រាស់ tool របស់យើងគឺវាងាយស្រួលអត់ដូចមុនវែងឆ្ងាយញ៉ាយទេណាអញ្ចឹងយើងងាយស្រួលធ្វើបែបហ្នឹងអូខេអញ្ចឹងនៅក្នុង tip នេះគឺខ្ញុំមានតែប៉ុណ្ណឹងទេទាក់ទងនឹងការប្រើប្រាស់ tool cut road ដើម្បីធ្វើការកាត់ចំណីផ្លូវទៅតាមអ្វីដែលយើងចង់បានហើយបើបងប្អូនគិតថាវីដេអូនេះមានសារៈសំខាន់កុំភ្លេចជួយ share វីដេអូនេះនិងជួយ subscribe ទៅលើ channel YouTube ម្នាក់មួយផងដើម្បីទទួលបានចំណេះដឹងថ្មីៗទៀតហើយបច្ចុប្បន្ននេះថ្មីនេះគឺយើងមានបើកបង្រៀនវគ្គ GS ទាក់ទងនឹងមូលដ្ឋានគ្រឹះគ្រប់គ្រងទិន្នន័យក្បាលដីផែនទី drone data processing យើងមានកំពុងតែបើកបង្រៀនហើយវគ្គនីមួយសិតតែជាវគ្គពេញនិយមសម្រាប់បងប្អូនវិស័យភូមិសាស្ត្រឬក៏មន្ត្រីរាជការខាងដែនដីខាងវិស្វកម្មខាងអភិវឌ្ឍជនបទខាងបរិស្ថានអីគឺសិតតែត្រូវហើយនិយាយទៅជំនាញនេះគឺពេញនិយមមែនតើបច្ចុប្បន្ននេះអញ្ចឹងបងប្អូនមានតម្រូវការដើម្បីចុះឈ្មោះចូលរៀនអាចតាក់ទងមកតាម link ដែលយើងដាក់ជាមួយនឹងវីដេអូនេះបានហើយ tool នេះបើបងប្អូនចង់បានបងប្អូនអាច download យកបានទៅអូខេបាទសូមអរគុណ